សូមស្វាគមន៍មកកាន់ Channel ស្ដាប់ជុំគ្នានៅថ្ងៃនេះខ្ញុំនឹងលើកប្រធានបទមួយដែលមានចំណងជើងថាសារៈសំខាន់នៃការអានសៀវភៅដែលជាការសំណូមពររបស់បងប្រុសសាវ៉ាន់ដែលគាត់បាន comment សំណូមពរនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមស្ដាប់នៅការសង្ខេបសៀវភៅជាមួយខ្ញុំទាំងអស់គ្នាតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាក្រដាស់ប៉ុន្មានសន្លឹកដែលប្រឡាក់ដោយទឹកខ្មៅបង្កើតបានជាអក្សររាប់ពាន់ម៉ឺនតួអាចមានឥទ្ធិពលផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់ៗបាននៅក្នុងយុគសម័យដែលអ្វីៗវិវត្តទៅមុខយ៉ាងលឿនយុគសម័យដែលភ្នែករបស់យើងតែងតែសម្លឹងមើលអេក្រង់ទូរស័ព្ទនិងកុំព្យូទ័រសំឡេងរោនៃការជូនដំណឹងហាក់ដូចជាកំពុងគ្របពេលវេលារបស់យើងរត់តាមព័ត៌មានខ្លីៗរត់តាមវីដេអូបញ្ចប់ក្នុងរយៈពេលប៉ុន្មានវិនាទីរហូតជួនកាលយើងភ្លេចពីភាពស្ងប់ស្ងាត់នៃការសេចក្ដីគិតប៉ុន្តែនៅកណ្ដាលភាពវឹកវរនេះសៀវភៅនៅតែជាទីជម្រកដ៏សុវត្ថិភាពបំផុតសៀវភៅមិនមែនគ្រាន់តែជាវត្ថុដែលធ្វើអំពីក្រដាសនោះទេតែវាគឺជាកូនសោរសម្រាប់បើកទ្វារទៅកាន់ពិភពលោកមួយផ្សេងទៀតថ្ងៃនេះយើងនឹងធ្វើដំណើរជាមួយគ្នាដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីអំណាចលាក់កំបាំងនិងសារៈសំខាន់ដ៏ធំធេងនៃការអានសៀវភៅតើអ្នកអាចកែប្រែខួរក្បាលបេះដូងនិងអនាគតរបស់យើងបានដោយរបៀបណាចំណុចទី1និងជាចំណុចដែលវិទ្យាសាស្ត្របានទទួលស្គាល់យ៉ាងច្បាស់លាស់បំផុតគឺឥទ្ធិពលនៃការអានទៅលើខួរក្បាលរបស់យើងខួរក្បាលរបស់មនុស្សប្រៀបបានទៅនឹងសាច់ដុំប្រសិនបើអ្នកចង់ឲ្យសាច់ដុំរាងកាយរឹងមាំអ្នកត្រូវតែហាត់ប្រាណចំណែកឯខួរក្បាលវិញការអានសៀវភៅគឺជាការហាត់ប្រាណដ៏ល្អបំផុតនៅពេលដែលអ្នកអានអ្នកមិនមែនគ្រាន់តែស្រូបយកពាក្យពេចន៍នោះទេប៉ុន្តែខួរក្បាលរបស់អ្នកកំពុងធ្វើការយ៉ាងធ្ងន់ធ្ងរដើម្បីបំប្លែងអក្សរទៅជារូបភាពទៅជាសំឡេងនិងទៅជាអារម្មណ៍អ្នកវិទ្យាសាស្ត្របានរកឃើញថាការអានសៀវភៅជួយជំរុញឲ្យប្រព័ន្ធសរសៃប្រសាទនៅក្នុងខួរក្បាលតភ្ជាប់គ្នាកាន់តែល្អវាជួយពង្រឹងការចងចាំនិងបង្ការជំងឺវង្វេងនៅពេលដែលយើងចាស់ជរារាល់ពេលដែលអ្នកអានសៀវភៅថ្មីមួយអ្នកកំពុងបញ្ចូលពាក្យពេចន៍ថ្មីៗគំនិតថ្មីៗនិងទស្សនៈថ្មីៗទៅក្នុងឃ្លាំងចំណេះដឹងរបស់អ្នកការមានវាក្យសព្ទច្រើនមិនមែនត្រឹមតែជួយឲ្យអ្នកនិយាយបានល្អនោះទេតែវាជួយឲ្យអ្នកគិតបានជ្រៅជាងមុនព្រោះថាយើងប្រើប្រាស់ពាក្យពេចន៍ដើម្បីបង្កើតការគិតបើយើងខ្វះពាក្យពេចន៍ការគិតរបស់យើងក៏ចង្អៀតទៅតាមនោះដែរសប្តាហ៍ថ្ងៃនេះតើអ្នកអាចអង្គុយស្ងៀមធ្វើរឿងតែមួយមុខក្នុងរយៈពេល1ម៉ោងដោយមិនប៉ះពាល់ទូរស័ព្ទបានដែរឬទេសម្រាប់មនុស្សភាគច្រើនចម្លើយគឺពិបាកណាស់ការរស់នៅក្នុងពិភពលោកពោរពេញទៅដោយព័ត៌មានរាយប៉ាយធ្វើឲ្យសមត្ថភាពនៃការផ្ដោតអារម្មណ៍របស់យើងធ្លាក់ចុះយ៉ាងខ្លាំងយើងក្លាយជាមនុស្សដែលងាយនឹងរំខានប៉ុន្តែនៅពេលដែលអ្នកកាន់សៀវភៅមួយក្បាលនេះអានពិភពលោកខាងក្រៅត្រូវតែបិទទ្វារការអានសៀវភៅទាមទារឲ្យអ្នកប្រមូលអារម្មណ៍ទាំងស្រុងយកទៅដាក់លើសាច់រឿងឬអត្ថន័យដែលអ្នកនិពន្ធចង់បង្ហាញការផ្ដោតអារម្មណ៍បែបនេះប្រៀបបានទៅនឹងការធ្វើសមាធិវាបង្រៀនខួរក្បាលឲ្យយើងចេះផ្ចង់ស្មារតីវឹកហាត់ឲ្យយើងមានការអត់ធ្មត់និងជួយឲ្យយើងអាចតស៊ូដោះស្រាយបញ្ហាស្មុគស្មាញក្នុងជីវិតពិតបានយូរជាងមុនក្រៅពីបញ្ញាស្មារតីសៀវភៅគឺជាឱសថទិព្វសម្រាប់ព្យាបាលផ្លូវចិត្តនៅពេលដែលអ្នកមានអារម្មណ៍ stress ឯកោឬហត់នឿយនឹងបញ្ហាជីវិតការអានសៀវភៅប្រឡោមលោកឬសៀវភៅអភិវឌ្ឍខ្លួនអាចទាញអ្នកចេញពីភាពតានតឹងទាំងនោះបានតាមរយៈការស្រាវជ្រាវការអានសៀវភៅត្រឹមតែ6នាទីអាចកាត់បន្ថយភាពតានតឹងបានរហូតដល់ 68% វាមានប្រសិទ្ធភាពជាងការស្ដាប់តន្ត្រីឬការដើរលេងទៅទៀតព្រោះការអានតម្រូវឲ្យខួរក្បាលអ្នកចាកចេញពីពិភពលោកពិតទៅកម្សាន្តក្នុងពិភពនៃការស្រមើស្រមៃ
អ្វីដែលរឹតតែអស្ចារ្យជាងនោះគឺសៀវភៅបង្រៀនឲ្យយើងចេះយល់ចិត្តអ្នកដទៃនៅពេលអ្នកអានរឿងរបស់នរណាម្នាក់អ្នកកំពុងតែដើរក្នុងស្បែកជើងរបស់គេអ្នកកំពុងមើលឃើញពិភពលោកតាមរយៈកែវភ្នែករបស់តួអង្គអ្នកយំពេលគេឈឺចាប់អ្នកសើចពេលគេសប្បាយអ្នករៀនពីការតស៊ូពេលគេជួបឧបសគ្គអ្នកអានសៀវភៅរស់បាន 1000 ជីវិតមុនពេលគាត់ស្លាប់ចំណែកអ្នកមិនដែលអានសៀវភៅរស់បានតែមួយជីវិតប៉ុណ្ណោះពាក្យសម្ដីនេះពិតជាត្រឹមត្រូវណាស់ការអានធ្វើឲ្យបេះដូងរបស់យើងទូលាយយើងចេះយោគយល់អធ្យាស្រ័យនិងដឹងថារាល់មនុស្សដែលយើងជួបតែងតែមានរឿងរ៉ាវលាក់កំបាំងនៅពីក្រោយអ្នកធ្លាប់គិតទេថាវាជារឿងអយុត្តិធម៌សម្រាប់មនុស្សយើងម្នាក់ៗមានពេលវេលាត្រឹមតែ24ម៉ោងក្នុងមួយថ្ងៃយើងមិនអាចរៀនសូត្រពីកំហុសដោយខ្លួនឯងបានទេយើងមិនអាចធ្វើដំណើរទៅគ្រប់ទីកន្លែងលើពិភពលោកបានទេប៉ុន្តែតាមរយៈសៀវភៅអ្នកអាចធ្វើរឿងទាំងអស់នេះបានសៀវភៅមួយក្បាលជារឿយៗគឺជាលទ្ធផលនៃការស្រាវជ្រាវរាប់សិបឆ្នាំការឆ្លងកាត់ការឈឺចាប់បទពិសោធន៍បរាជ័យនិងភាពជោគជ័យពេញមួយជីវិតរបស់អ្នកនិពន្ធពួកគេបានចំណាយពេលពេញមួយជីវិតដើម្បីសរសេរវាឡើងហើយអ្នកចំណាយពេលត្រឹមតែ 2-3 ថ្ងៃឬប៉ុន្មានសប្តាហ៍ដើម្បីស្រូបយកចំណេះដឹងរាប់សិបឆ្នាំនោះមកធ្វើជារបស់ខ្លួននេះហើយគឺជាការបង្រួមពេលវេលាការអានសៀវភៅគឺជាផ្លូវឆ្ពោះទៅរកភាពជោគជ័យវាមិនមែនមានន័យថាអ្នកអានសៀវភៅហើយនឹងមិនជួបបរាជ័យនោះទេតែវាមានន័យថាអ្នកនឹងមិនធ្វើខុសនៅកំហុសដដែលហើយអ្នកដទៃធ្លាប់បានដើររួចហើយនោះឡើយមេដឹកនាំកំពូលស្ថាបនិកក្រុមហ៊ុនធំនិងបុគ្គលិកជោគជ័យលើពិភពលោកសុទ្ធសឹងតែជាអ្នកអានសៀវភៅដ៏សកម្មព្រោះពួកគេដឹងថាចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលគ្មាននរណាម្នាក់អាចលួចយកពីពួកគេបានឡើយដូច្នេះបន្ទាប់ពីបានជ្រួតជ្រាបពីសារៈសំខាន់ដ៏ជ្រាលជ្រៅទាំងនេះតើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការចាប់ផ្ដើមធ្វើជាមិត្តជាមួយនឹងសៀវភៅអ្នកមិនចាំបាច់បង្ខំខ្លួនឯងឲ្យអានមួយថ្ងៃមួយក្បាលនោះទេការចាប់ផ្ដើមដ៏ល្អបំផុតគឺចាប់ផ្ដើមពីជំហានតូចសាកល្បងអានត្រឹមតែ10ទំព័រក្នុងមួយថ្ងៃ10ទំព័រក្នុងមួយថ្ងៃស្មើទៅនឹង300ទំព័រក្នុងមួយខែដែលមានន័យថាក្នុងមួយខែអ្នកអាចអានចប់សៀវភៅមួយក្បាលបានយ៉ាងងាយស្រួលសូមរើសសៀវភៅដែលអ្នកចូលចិត្តអាចជារឿងប្រឡោមលោកដែលផ្ដល់ភាពសប្បាយរីករាយសៀវភៅប្រវត្តិសាស្ត្រដែលប្រាប់ពីរឿងរ៉ាវអតីតកាលឬសៀវភៅចិត្តសាស្ត្រដែលជួយឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់អាននៅពេលព្រឹកព្រលឹមជាមួយកាហ្វេមួយពែងឬអានមុនពេលចូលគេងដើម្បីសម្រួលអារម្មណ៍សូមចងចាំថាសៀវភៅរងចាំអ្នកជានិច្ចវាមិនដែលរើសអើងថាអ្នកជានរណាមកពីណាឬកំពុងស្ថិតនៅក្នុងកាលៈទេសៈបែបណានោះទេនៅពេលដែលអ្នកបើកទំព័រសៀវភៅអ្នកកំពុងបើកទ្វារឆ្ពោះទៅរកកំណែទម្រង់ដ៏ល្អបំផុតសម្រាប់ខ្លួនឯងចូលធ្វើឲ្យការអានคล้ายទៅជាផ្នែកមួយនៃដង្ហើមរបស់អ្នកសូមអរគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់ការចែករំលែកនេះសូមជូនពរឲ្យការធ្វើដំណើរក្នុងពិភពសៀវភៅរបស់អ្នកពោរពេញទៅដោយចំណេះដឹងនិងសេចក្តីសុខជួបគ្នាឱកាសក្រោយបើបងប្អូនចង់ឲ្យខ្ញុំសរសេរអំពីការអប់រំសូមខមមិនចំណងជើងខាងក្រោមខ្ញុំនឹងរីករាយសរសេរធ្វើជា audio book សម្រាប់បងប្អូនទាំងអស់គ្នាស្ដាប់នៅក្នុង Channel ស្ដាប់ជុំគ្នាសូមអរគុណ